សួស្តីបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូមួយនេះគឺខ្ញុំនឹងមកចែករំលែកខ្លីមួយទាក់ទងជាមួយនឹងការបង្កើត account email ក៏ដូចជា Google account ដោយគ្មានដែនកំណត់នឹងមិនមានភ្ជាប់ជាមួយនឹងលេខទូរស័ព្ទអញ្ចឹងអ្វីដែលបងប្អូនត្រូវធ្វើគឺបងប្អូនត្រូវទៅ install នៅកម្មវិធីពីរនេះដែលកម្មវិធីនេះដែលខ្ញុំបានបង្ហាញនៅលើអេក្រង់ទូរស័ព្ទបងប្អូនកំពុងតែបានទស្សនាអញ្ចឹងកម្មវិធីនេះគឺបងប្អូនអាចចូលទៅ download នៅក្នុង Play Store បានហើយចំពោះការបង្ហាញមួយនេះគឺខ្ញុំសូមតែលើកយកមកនិយាយចំពោះតែទូរស័ព្ទ Android តែប៉ុណ្ណោះអញ្ចឹងសម្រាប់ iOS គឺខ្ញុំមិនទាន់បានស្រាវជ្រាវនៅឡើយទេអញ្ចឹងអ្វីដែលបងប្អូនត្រូវធ្វើបន្តទៀតបន្ទាប់ពីបងប្អូនបានធ្វើការ install រួចរាល់ហើយគឺបងប្អូនត្រូវចូលមកក្នុង Go Login សិនអញ្ចឹងនៅពេលដែលបងប្អូនចូលមកដល់គឺវានឹងមានទម្រង់បែបហ្នឹងអ្វីដែលបងប្អូនត្រូវចូលបន្តទៀតអញ្ចឹងគេមាន2លក្ខខណ្ឌដើម្បីឲ្យបងប្អូនធ្វើការចុះឈ្មោះចូលណាទី1គឺបងប្អូនអាច create account បានហើយទី2គឺបងប្អូនធ្វើការ sign in ហ្នឹងយើង sign in បែបណាអញ្ចឹងយើងទៅ sign in ជាមួយនឹង email ដែលបងប្អូនបានធ្វើការ create នេះបងប្អូនបានធ្វើការ create ឬក៏ sign up កន្លែងនេះហើយយើងមក sign in ឡើងនេះអញ្ចឹងនេះគឺជា account របស់ខ្ញុំដែលខ្ញុំបានធ្វើការ sign up ជាមួយនឹង app មួយហ្នឹងណាអញ្ចឹងខ្ញុំបន្ទាប់ពីខ្ញុំបាន sign up រួចរាល់ហើយខ្ញុំចុច log in បែបនេះអូខេខ្ញុំចុច log in គឺវានឹងនាំយើងមកចូលទម្រង់បែបនេះអញ្ចឹងអ្វីដែលត្រូវធ្វើបន្តទៀតគឺចំពោះការបង្កើត account នេះគឺក្នុងមួយ account គឺបងប្អូនអាចបង្កើតបាន1000 email ហ្នឹងហើយ1000 email បងប្អូនអញ្ចឹងមួយ account មួយគណនីសម្រាប់បង្កើតជាមួយនឹង Go Login ហ្នឹងណាហ្នឹងហើយជាមួយនឹង Go Login ហ្នឹងគឺបងប្អូនអាចបង្កើតបាន1000 account ក្នុងមួយ email ដែលបងប្អូនធ្វើការ sign in ជាមួយនឹងកម្មវិធី Go Login ហ្នឹងអញ្ចឹងអ្វីដែលបងប្អូនទៅធ្វើបន្តទៀតអញ្ចឹងបើសិនជាបងប្អូនចង់បានជាមួយនឹងគណនី Google បន្ថែមទៀតយើងចុចលើពាក្យថា run អញ្ចឹងវានឹងនាំយើងទៅបន្ថែមទៅទំព័រមួយទៀតអ្វីដែលយើងត្រូវធ្វើបន្តទៀតវានឹងចេញទម្រង់បែបនេះអញ្ចឹងបងប្អូនចុចលើពាក្យថា add account to device អញ្ចឹងបងប្អូនចុចបែបហ្នឹងហើយដោយសារតែទូរស័ព្ទរបស់ខ្ញុំដាក់scan កាយ៉ាដៃអញ្ចឹងណា scan security វាមកតង់ទៀតអញ្ចឹងទៅអញ្ចឹងបន្ទាប់ពីខ្ញុំបានធ្វើការ scan សោមិញហើយវានឹងចេញទម្រង់បែបនេះអញ្ចឹងបងប្អូនចុចបន្តទៀតលើពាក្យថា create account បន្ទាប់ពីចុចលើពាក្យថា create account ហើយយើងយកខាងលើគេ for myself ឬក៏ for my personal អញ្ចឹងមកអញ្ចឹងមកដល់កន្លែងនេះគឺបងប្អូនធ្វើការដាក់ឈ្មោះឬក៏ដាក់ nickname បែបណាក៏បានដែលបងប្អូនគិតថាពេញចិត្តនឹងដាក់អញ្ចឹងខ្ញុំដាក់ឧទាហរណ៍អញ្ចឹងណាខ្ញុំឧទាហរណ៍ទេខ្ញុំដាក់បែបនេះគឺជាឈ្មោះហើយចំពោះថ្ងៃខែឆ្នាំកំណើតគឺបងប្អូនអាចធ្វើការរើសបានហើយនេះគ្រាន់តែជាការបង្ហាញរបស់ខ្ញុំទៅកាន់បងប្អូនទាំងអស់គ្នាទេណាអញ្ចឹងយើងរើសភេទមករើសអីធម្មតាអញ្ចឹងមកបន្ទាប់មកទៀតវានឹងចេញជា email ឲ្យយើងបែបនេះគឺវាងាយស្រួលមែនតើនៅពេលដែលបងប្អូនចុចមកដល់ត្រង់ហ្នឹងតែយើងធ្វើការ select យក email មួយដែលគេអញ្ចឹងគេមាន2 email ដែលគេបាន generate មកឲ្យយើងពីខាងក្រុមហ៊ុន Google អញ្ចឹងណាអញ្ចឹងគេបង្កើតឈ្មោះ email មកឲ្យយើងអញ្ចឹងកន្លែងនេះបើសិនជាយើងពេញចិត្តខាងលើឬក៏ខាងក្រោមឬក៏បន្តទៀតកន្លែងពាក្យថា create ហ្នឹងគឺបងប្អូនចុច create មកហើយយើងធ្វើការបំពេញឈ្មោះបំពេញអីទៅតាមអ្វីដែលយើងចង់បានអញ្ចឹងទៅប៉ុន្តែខ្ញុំអត់ចង់បានទេគឺខ្ញុំចុចទៅតាមអ្វីដែលគេបានបង្កើតមកឲ្យហើយខ្ញុំយកខាងលើអញ្ចឹងខ្ញុំចុច next មកអូខេយើងចុច next មកបងប្អូនអញ្ចឹងបន្ទាប់ពីចុច next ហើយបងប្អូនចូលមកដល់ត្រង់នេះគឺគេឲ្យបងប្អូនបង្កើត password អញ្ចឹងណាហ្នឹងហើយនេះគ្រាន់តែជាការបង្ហាញរបស់ខ្ញុំទៅកាន់បងប្អូនទេអញ្ចឹងតែអញ្ចឹងយើងចុច save មកអញ្ចឹងគឺយើងបាន account Google មួយបាត់ហើយពួកការបង្កើតគឺវាមានភាពងាយស្រួលមែនតើគឺអត់មានពិបាកទាមទារញ៉ៃញ៉ៃត្រូវតម្រូវឲ្យបងប្អូនមានលេខទូរស័ព្ទឬក៏បន្ថែមលេខទូរស័ព្ទអញ្ចឹងបើសិនជាយើងបង្កើតតាមលេខទូរស័ព្ទគឺបងប្អូនអាចបង្កើតមានដែនកំណត់
អញ្ចឹងអាចត្រឹមបង្កើតបានច្រើនបំផុតត្រឹម4ឬក៏5ក្នុងមួយលេខទូរស័ព្ទប៉ុន្តែបើសិនជាបងប្អូនមាននៃកម្មវិធីពីរនេះគឺបងប្អូនអាចបង្កើតបានរហូតដល់ទៅ1000 Google account ដោយបងប្អូនcreate តា account មួយជាមួយនឹងGo Login នេះគឺបងប្អូនអាចបង្កើតបានរហូតទៅដល់1000 Google account ឬក៏1000 email ក្នុងមួយគណនី Go Login ហើយចំពោះវីដេអូនេះគឺខ្ញុំមានតែប៉ុណ្្នឹងទេបើសិនជាបងប្អូនពេញចិត្តនៅវីដេអូមួយនេះកុំភ្លេចជួយចុច like ក៏ដូចជា subscribe ក៏ដូចជា follow នៅ Facebook page របស់ខ្ញុំក៏ដូចជា channel YouTube របស់ខ្ញុំផ្ទាល់ហើយបើសិនជាបងប្អូនមាននៅកម្មវិធីណាផ្សេងដែលអាចចែករំលែកទៅកាន់បងប្អូនរបស់យើងបន្តទៀតអាច comment ប្រាប់នៅខាងក្រោមវីដេអូរបស់ខ្ញុំបន្ថែមផងដើម្បីចែករំលែកចំណេះដឹងនេះទៅកាន់បងប្អូនរបស់យើងទាំងអស់គ្នា